ចាប់ពីពេលនេះអ្នកជំងឺអ្នកកំដរនិងបុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី7ក្នុងខេត្តសៀមរាបអាចប្រើប្រាស់ទឹកពិសាដែលឆ្លងកាត់ការបន្សុទ្ធយ៉ាងត្រឹមត្រូវប្រកបដោយសុវត្ថិភាពនិងឥតគិតថ្លៃតាមរយៈប្រព័ន្ធបន្សុទ្ធទឹកពិសាដែលទើបតែដំឡើងថ្មីប្រព័ន្ធបន្សុទ្ធទឹកនេះត្រូវបានប្រកល់ជូនមន្ទីរពេទ្យដោយឯកឧត្តមហែមវ៉ាន់ឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍តាមរយៈកម្មវិធីទំនួលខុសត្រូវសង្គមរបស់រដ្ឋាភិបាលទឹកស្វយ័តក្រុងភ្នំពេញនៅថ្ងៃទី9 ខែកក្កដាឆ្នាំ2026គម្រោងបានបំពាក់ម៉ាស៊ីនបន្សុទ្ធទឹកដែលប្រើប្រាស់ប្រព័ន្ធ reverse osmosis ចំនួន3គ្រឿងដែលម៉ាស៊ីននីមួយៗមានសមត្ថភាពផលិតទឹកពិសាស្អាតបាន500លីត្រក្នុង1ម៉ោងដើម្បីផ្គត់ផ្គង់ដល់អគារសំខាន់ៗនៅទូទាំងមន្ទីរពេទ្យទឹកស្អាតដែលបន្សុទ្ធរួចត្រូវបានបញ្ជូនតាមបណ្ដាញចែកចាយទៅក្បាលរំប៊ីណេដែលផ្ដល់ទឹកដោយមិនបាច់ប៉ះចំនួន36ទីតាំងនៅទូទាំងមន្ទីរពេទ្យដើម្បីផ្ដល់ភាពងាយស្រួលនិងធានាបាននូវអនាម័យខ្ពស់សម្រាប់អ្នកប្រើប្រាស់គ្រប់រូបមន្ទីរពេទ្យជ័យវរ្ម័នទី7គឺជាមន្ទីរពេទ្យកុមារដ៏មមាញឹកបំផុតមួយនៅកម្ពុជាដែលផ្ដល់ការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃក្នុងឆ្នាំ2025មន្ទីរពេទ្យបានទទួលអ្នកជំងឺក្រៅមកពិនិត្យព្យាបាលជាង1លានដងនិងអ្នកជំងឺសម្រាប់ព្យាបាលផ្នែកកុមារនិងសម្ភពជាង270,000នាក់ប្រព័ន្ធបន្សុទ្ធទឹកថ្មីនេះនឹងជួយធានាថាអ្នកជំងឺអ្នកកំដរនិងបុគ្គលិកសុខាភិបាលតែងតែមានទឹកស្អាតនិងសុវត្ថិភាពសម្រាប់ប្រើប្រាស់ជានិច្ចនៅក្នុងមន្ទីរពេទ្យខ្ញុំមានចំណាប់អារម្មណ៍ថាសប្បាយចិត្តរំភើបនៅពេលដែលមន្ទីរពេទ្យយកចិត្តទុកដាក់នៅការមើលថែកុមារបានល្អដិតដល់ហើយខ្ញុំមិនត្រូវការចំណាយលុយទិញទឹកក្រៅមានទឹកស្អាតស្រាប់សម្រាប់ឲ្យខ្ញុំពិសាហើយមានសុខភាពល្អទៀតចង់អរគុណរាជរដ្ឋាភិបាលដែលផ្ដល់ថវិកាជួយដល់មន្ទីរពេទ្យភូមិភាគបុប្ផាឲ្យប្រជាជនយើងទូទាំងខេត្តស្នាក់នៅឥតគិតថ្លៃទាំងសេវាល្អអ្នកទទួលបានអនាម័យក៏ស្អាតមន្ទីរពេទ្យជ័យវរ្ម័នទី7គឺជាមន្ទីរពេទ្យទី3ដែលទទួលបានប្រព័ន្ធបន្សុទ្ធទឹកពិសាពីរដ្ឋាភិបាលទឹកស្វយ័តក្រុងភ្នំពេញបន្ទាប់ពីមន្ទីរពេទ្យព្រះអង្គឌួងនិងមន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញតាមរយៈការបំពាក់ប្រព័ន្ធបន្សុទ្ធទឹកពិសាបន្ថែមលើការផ្ដល់សេវាថែទាំសុខភាពរបស់មន្ទីរពេទ្យគំនិតផ្ដួចផ្ដើមនេះកំពុងរួមចំណែកលើកម្ពស់សុខភាពអនាម័យនិងសុខុមាលភាពរបស់អ្នកជំងឺនិងក្រុមគ្រួសារអ្នកជំងឺរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ